quay nhâm ơi nhưng đang hay thà pressureคือជាធនធានដ៏សំខាន់ជួយដល់ជីវិតមនុស្សជួយដល់សេដ្ឋកិច្ចជាតិជួយដល់ការរស់នៅប្រកបដោយសុខសុវត្ថិភាពសម្រាប់មនុស្សបើនាំគ្នាកាប់បំផ្លាញព្រៃឈើអស់យើងជានាំគ្នាស្រែកថាក្តៅស្រែកថាឥឡូវភ្លៀងឥឡូវដូចខុសពីមុនណាអានោះគឺវាពាក់ព័ន្ធនឹងបំរែបំរួលអាកាសធាតុខ្ញុំតែងតែនិយាយលេងថាបើយើងអប់រំមនុស្សអំពីផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុអប់រំនៅខែវស្សាគឺគេមិនសូវចាប់អារម្មណ៍ទេប៉ុន្តែបើសិនជាយើងចុះអប់រំពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើដែលនាំឲ្យមានបំរែបំរួលអាកាសធាតុនៅខែក្តៅបាទគេចាប់អារម្មណ៍ថាអូអាកាសធាតុក្តៅជាងមុនណាមូលហេតុអីណាកន្លែងខ្លះ40អង្សាជាងអីជាដើមអានេះវាកត្តាបំរែបំរួលអាកាសធាតុគឺបែបនេះហើយភ្លៀងក៏អញ្ចឹងដែរយើងឃើញឲ្យភ្លៀងហើយប្រហែលឆ្នាំចុងក្រោយយើងឃើញពាក្យថ្មីមួយទៀតគឺខ្យល់កន្ត្រាក់បាទខ្យល់កន្ត្រាក់ណាភ្ញៀវកិត្តិយសដែលបានចូលរួមនៅថ្ងៃនេះជាទីគោរពរាប់អានដែលមានសហគមន៍មកពីសហគមន៍ជនជាតិដើមភាគតិចរតនគិរីមណ្ឌលគិរីខេត្តកំពង់ស្ពឺខេត្តកំពតនិងរាជធានីភ្នំពេញដូចគណៈអធិបតីជាភ្ញៀវកិត្តិយសជាវាគ្មិនក៏ដូចជាបងប្អូនទាំងអស់រួមទាំងអ្នកសារព័ត៌មានដឹងហើយថាការគិតគូរអំពីភាពធន់គឺបំពេញបន្ថែមទៅលើសិទ្ធិសេរីភាពរបស់មនុស្សនៅមូលដ្ឋានគឺមានការយកចិត្តទុកដាក់ច្រើនអំពីការគិតពីដំណើរឆ្ពោះទៅរកភាពធន់នៃសហគមន៍នីមួយយើងឃើញថាសេដ្ឋកិច្ចដែលបំពេញគ្នាទៅវិញទៅមកបាទគឺជាកត្តាសំខាន់ការបំពេញគ្នានោះមានន័យថាការរស់នៅរបស់ជីវិតមនុស្សក៏ដូចជាធម្មជាតិគឺត្រូវបំពេញគ្នាទៅវិញទៅមកនៅពេលដែលយើងការពារព្រៃតើព្រៃចិញ្ចឹមអ្វីបានអីយើងមកចិញ្ចឹមមនុស្សយើងឃើញមានអនុផលព្រៃឈើយើងឃើញមានផលប្រយោជន៍ជាច្រើនបានផ្ដល់មកមនុស្សប៉ុន្តែបើសិនជាមនុស្សកាប់បំផ្លាញនាំគ្នាកាប់បំផ្លាញព្រៃឈើសួរថាតើអ្វីដែលជាផលប៉ះពាល់អ្វីដែលបានមកវិញបាទអ្នកខ្លះគេថាកាប់ព្រៃបានដីប៉ុន្តែនៅក្រោយបានដីហើយធ្វើអីទៀត